សួស្តីទាំងអស់គ្នាបាទថ្ងៃនេះគឺខ្ញុំមកបង្ហាញពីសកម្មភាពខ្លះៗអំពីកន្លែងការងាររបស់ខ្ញុំបាទហើយបងប្អូនឃើញអញ្ចឹងដំបូងមកដល់គឺដាក់កាសសិនបាទថ្ងៃនេះដែរគឺយើងធ្វើ motion video ទាក់ទងទៅនឹងផលិតផលរបស់យើងគឺខ្ញុំធ្វើនៅលើកម្មវិធី After Effects បាទហើយដំបូងគឺយើងចូលទៅកាន់កម្មវិធី After Effects បាទបើកជាមួយនឹង project របស់យើងបាទដែលយើងធ្វើបានមួយចំនួនហើយបាទនេះគឺជា project ដែលយើងបានធ្វើបាទហើយសម្រាប់ motion នេះគឺយើងធ្វើពីរ side ទាក់ទងទៅនឹងផ្ដេកហើយនិងបញ្ឈរបាទដូចបងប្អូនឃើញអញ្ចឹងគឺសាមញ្ញទេដោយសារមិនសូវចេះណាធ្វើធម្មតានៅក្នុង After Effects ហើយដូចបងប្អូនបានឃើញអញ្ចឹងបាទនេះគឺជាសកម្មភាពខ្លះដែលយើង process ទៅលើការងារហ្នឹងណាបាទហើយបងប្អូនឃើញអញ្ចឹងគឺมันមានអីពិបាកទេបាទគឺងាយទេហើយក៏មិនមានអីសាំញ៉ាំច្រើនដែរគាត់នៅរៀងឈឺក្បាលបន្តិចបាទវាមិនឈឺក្បាលដោយសារអីទេបាទគឺយើងគិតពីមួយស៊ីនទៅមួយស៊ីនថាត្រូវចេញយ៉ាងម៉េចអញ្ចឹងណាបាទហើយនៅក្នុងការធ្វើនេះដែរគឺយើងត្រូវធ្វើឆ្លងកាត់ពីកម្មវិធីបាទសម្រាប់ motion គឺយើងធ្វើនៅលើកម្មវិធី Adobe After Effects ហើយនឹងនៅពេលដែលយើង export ហើយយើងធ្វើនៅក្នុង Adobe Premiere ដើម្បីយើង mix ជាមួយនឹង plane ជាមួយនឹង sound effect បន្ថែមទៀតឲ្យវីដេអូកាន់តែមានរសជាតិបាទហើយចុងក្រោយគឺជា result របស់យើងបាទសរសៃនាឡាគីមានពីររសជាតិផ្អែមហឹរនិងរសជាតិសាច់អាំងស្រួយច្របញ៉ាំឆ្ងាញ់ជក់មាត់សរសៃនាឡាគីជាអាហារសម្រន់ដែលគួរមានក្នុងផ្ទះសម្រាប់ញ៉ាំលេងញ៉ាំជាមួយបាយឬមីកាន់តែឆ្ងាញ់សរសៃនាឡាគីស្រួលយកតាមខ្លួនទៅបោះតង់ឬដំណើរកម្សាន្តនានាគ្រាន់ជាម្ហូបក្លែមងាយសរសៃនាឡាគីអាចរកទិញបាននៅគ្រប់ទីផ្សារឬតូបចាប់ហួយនៅក្បែរផ្ទះលោកអ្នកទំនាក់ទំនងទិញសម្រាប់យកលក់បន្តទូទាំង25ខេត្តក្រុងតាមរយៈលេខទូរស័ព្ទ